បាទប្រិមិត្តជាបន្តទៅទៀតនេះសូមជូនព័ត៌មានសម្រាប់ពេលយប់ថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025ដោយព័ត៌មាននៅយប់នេះគឺយើងនឹងលើកយកអំពីស្ថានភាពវិវត្តនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនបាទដោយព័ត៌មាននេះគឺហាក់បីដូចជាអឺរ៉ុបកំពុងតែមានការខ្វែងគំនិតគ្នាជាមួយនឹងអ៊ុយក្រែនបាទអញ្ចឹងសម្រាប់ព័ត៌មាននៅយប់នេះគឺយើងមានចំនួន3បាទដកស្រង់ចេញពីសារព័ត៌មាន Fresh News បាទទី1គឺប្រធានគណៈកម្មការអឺរ៉ុបថាព្រំដែនអ៊ុយក្រែនមិនអាចកែប្រែដោយកម្លាំងបាយកងទ័ពក៏មិនអាចត្រូវបានកាត់បន្ថយដែរបាទព័ត៌មានទី2គឺដកស្រង់ចេញពី Fresh News ដដែលបាទអាមេរិកនិងរុស្ស៊ីជួបចរចាគ្នាជាសម្ងាត់នៅអាប៊ូដាប៊ីស្របពេលដែលមីស៊ីលធ្លាក់ចូលទៅក្នុងទីក្រុងគៀវដូចទឹកភ្លៀងបាទឯព័ត៌មានទី3គឺដកស្រង់ចេញពីសារព័ត៌មាន Fresh News ដដែលបាទមន្ត្រីអាមេរិកថាអ៊ុយក្រែនយល់ព្រមទៅលើកិច្ចព្រមព្រៀងសន្តិភាពហើយតែលោក Zelensky ថានៅសល់ការងារជាច្រើនទៀតបាទអញ្ចឹងជាបន្តទៅទៀតខ្ញុំសូមអានព័ត៌មានទី1ប្រិមិត្តបាទប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃអាទិត្យនេះថាព្រំដែនរបស់អ៊ុយក្រែនមិនអាចត្រូវបានផ្លាស់ប្ដូរដោយកម្លាំងបាយនោះទេហើយកងទ័ពរបស់ប្រទេសនេះក៏មិនអាចត្រូវបានកាត់បន្ថយដែលនាំឲ្យប្រទេសងាយនឹងរងគ្រោះដែរនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បាទសេចក្តីថ្លែងការណ៍នេះធ្វើឡើងស្របពេលដែលមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកអ៊ុយក្រែននិងទីប្រឹក្សាសន្តិសុខជាតិរបស់បារាំងអង់គ្លេសនិងអាល្លឺម៉ង់កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវដើម្បីពិភាក្សាអំពីសេចក្តីព្រាងផែនការសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោនបាទប្រធានគណៈកម្មការអឺរ៉ុបនេះបានគូបញ្ជាក់ពីធាតុសំខាន់ចំនួន3សម្រាប់សន្តិភាពយូរអង្វែងទី1ព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរដោយកម្លាំងបាយឡើយបាទទី2មិនត្រូវមានការកំណត់លើកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនដែលនឹងធ្វើឲ្យប្រទេសនេះងាយរងគ្រោះចំពោះការវាយប្រហារនាពេលអនាគតនិងធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខអឺរ៉ុបនិងទី3ទួលនីតិស្នូលរបស់សហភាពអឺរ៉ុបក្នុងការធានាសន្តិភាពសម្រាប់អ៊ុយក្រែនបាទត្រូវឆ្លុះបញ្ចាំងយ៉ាងពេញលេញលោកស្រីបានបន្ថែមថាអ៊ុយក្រែនត្រូវតែមានសិទ្ធិជ្រើសរើសលើវាសនារបស់ខ្លួនដោយពួកគេបានជ្រើសរើសវាសនាអឺរ៉ុបទន្ទឹមនឹងនេះលោកស្រីក៏បានសង្កត់ធ្ងន់ថាផែនការសន្តិភាពដែលអាចជឿទុកចិត្តបានគួរតែបញ្ឈប់ការសម្លាប់និងបញ្ចប់សង្គ្រាមប៉ុន្តែមិនត្រូវសាបព្រោះពូជសម្រាប់ចំនួននាពេលអនាគតនោះទេបាទប្រិមិត្តនេះគឺជាព័ត៌មានមួយដែលបាទលោកស្រីប្រធានគណៈកម្មការអឺរ៉ុបបានលើកឡើងអំពីបាទផែនការសន្តិភាពនៅអ៊ុយក្រែនបាទដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកបាទអញ្ចឹងយើងទៅព័ត៌មានទី2បាទអាមេរិកនិងរុស្ស៊ីជួបចរចាគ្នាជាសម្ងាត់នៅអាប៊ូដាប៊ីស្របពេលដែលមីស៊ីលធ្លាក់ដូចភ្លៀងនៅទីក្រុងគៀវបាទរដ្ឋលេខាធិការកងទ័ពអាមេរិកលោក Dan Driscoll បានបើកកិច្ចពិភាក្សាដោយមិនប្រកាសជាមុនជាមួយនឹងមន្ត្រីរុស្ស៊ីនៅទីក្រុងអាប៊ូដាប៊ីដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersបាទកិច្ចចរចានេះធ្វើឡើងស្របពេលដែលរដ្ឋធានីគៀវត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនាពេលយប់ដោយមានមីស៊ីលនិងដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់6នាក់ប្រជាពលរដ្ឋត្រូវបង្ខំចិត្តជ្រកកោនក្រោមដីក្នុងស្ថានភាពរដូវរងាដ៏ត្រជាក់បាទតកតងនឹងផែនការសន្តិភាព28ចំណុចដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិកដែលតម្រូវឲ្យអ៊ុយក្រែនកាត់ទឹកដីនិងបោះបង់ចោលមហិច្ឆតាចូល NATO ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងថាក្រោយកិច្ចប្រជុំនៅហ្សឺណែវស្ថានភាពមានភាពប្រសើរឡើងលោកបានបញ្ជាក់ថាគិតត្រឹមពេលនេះចំណុចនានាត្រូវបានកាត់បន្ថយបាទមិនមែន28ចំណុចទៀតទេបញ្ហារសើបនិងចំណុចដែលពិបាកបំផុតខ្ញុំនឹងពិភាក្សាផ្ទាល់ជាមួយលោកប្រធានាធិបតី Donald Trumpបាទដោយឡែកវិមានក្រំឡាំងបានបង្ហាញពីជំហរវិជ្ជមានចំពោះផែនការនេះអ្នកនាំពាក្យលោក Dmitry Peskov បាននិយាយថាបច្ចុប្បន្នអ្វីដែលសំខាន់គឺគម្រោងរបស់សហរដ្ឋអាមេរិកឬគម្រោងរបស់ Trump យើងជឿជាក់ថាវាអាចក្លាយជាមូលដ្ឋានល្អសម្រាប់កិច្ចចរចាបាទប្រិមិត្តនេះគឺជាព័ត៌មានទី2ពាក់ព័ន្ធជាមួយនឹងបាទផែនការសន្តិភាពនៅអ៊ុយក្រែនហើយអំឡុងពេលនៃកិច្ចចរចាផែនការសន្តិភាពនេះប្រិមិត្តគឺរុស្ស៊ីបានបើកការវាយប្រហារ
នៅក្នុងទ្រង់ទ្រាយធំខ្លាំងមែនទែនទៅលើទីក្រុងគៀវបាទប្រិមត្តឃើញហើយនៅក្នុងរូបភាពនេះគឺប្រជាជនគឺពិបាកមែនទែនបាទនេះគឺជាសង្គ្រាមបាទប្រិមត្តគឺសង្គ្រាមគឺអត់មានអ្វីដែលចំណេញទេបាទអញ្ចឹងយើងចូលទៅដល់ព័ត៌មានទី3បាទមន្ត្រីសហរដ្ឋអាមេរិកថាអ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពហើយតែលោក Zelensky ថានៅសល់ការងារជាច្រើនទៀតបាទមន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រកាសថាអ៊ុយក្រែនបានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបិទបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីហើយដោយនៅសល់តែព័ត៌មានលម្អិតតូចតាចប៉ុណ្ណោះប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសង្កត់ធ្ងន់ថានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN កាលពីថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025បាទខណៈដែលរដ្ឋលេខាធិការកងទ័ពសហរដ្ឋអាមេរិកលោក Dan Driscoll កំពុងជួបជាមួយនឹងមន្ត្រីរុស្ស៊ីនៅអាប៊ូដាប៊ីដើម្បីពិភាក្សាអំពីសំណើរបស់រដ្ឋបាលលោកត្រាំមន្ត្រីអាមេរិករូបនេះបានអះអាងថាអ៊ុយក្រែនបានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពហើយមានព័ត៌មានលម្អិតតូចតាចមួយចំនួនដែលត្រូវដោះស្រាយប៉ុន្តែពួកគេបានយល់ព្រមហើយបាទទោះជាយ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍នេះហាក់ដើរលឿនជាងជំហរផ្លូវការរបស់អ៊ុយក្រែនលោក Rustem Umerov លេខាធិការសន្តិសុខជាតិអ៊ុយក្រែនបានបញ្ជាក់ថាគណៈប្រតិភូគ្រាន់តែឈានទៅដល់ការយល់ដឹងរួមលើលក្ខខណ្ឌស្នូលប៉ុណ្ណោះហើយអ៊ុយក្រែនទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោក Zelensky ទៅកាន់សហរដ្ឋអាមេរិកដើម្បីបញ្ចប់ជំហានចុងក្រោយជាមួយលោកត្រាំបាទនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X កាលពីព្រឹកមិញនេះបាទលោក Zelensky បានលើកឡើងថាបន្ទាប់ពីកិច្ចប្រជុំនៅហ្សឺណែវយើងឃើញមានលទ្ធភាពច្រើនយើងមានលទ្ធផលរឹងមាំប៉ុន្តែការងារជាច្រើនទៀតនៅតែស្ថិតនៅខាងមុខទន្ទឹមនឹងនេះអ្នកនាំពាក្យរបស់លោក Driscoll បាននិយាយថាកិច្ចពិភាក្សាជាមួយរុស្ស៊ីកំពុងដំណើរការល្អហើយយើងនៅតែមានសុទិដ្ឋិនិយមបាទប្រិមិត្តនេះគឺជាព័ត៌មានចំនួន3ស្ដីពីការវិវត្តចុងក្រោយពាក់ព័ន្ធជាមួយនឹងផែនការសន្តិភាពនៅអ៊ុយក្រែនដែលតាក់តែងឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump បាទប្រិមិត្តយើងសូមបិទបញ្ចប់នៅព័ត៌មានសំខាន់ៗនៅយប់នេះត្រឹមប៉ុណ្នេះហើយយើងនៅមានព័ត៌មានល្អៗគួរជាទីចាប់អារម្មណ៍ជាបន្តទៀត